នេះជាទ្វេបរានមួយដែលគេវាយដៃទាំងក្នុងទាំងក្រៅហើយដើម្បីបានវាយដៃកាពេលចោលកម្មពីដើមចោលប្លន់កាប់ទ្វេតែម្ដងការដែលដាក់តាំងទូនេះគឺដើម្បីបាំងកុំឲ្យឃើញពេលក្រោយពីប្រៀបដូចនឹងនួន10ឡាយនៅមកទូមានប្រហោងនេះគឺចោះសម្រាប់បង្ហូរទឹកពេលដែលមានជនចាស់ជរាលោកតាលោកយាយឈឺសម្រាប់នៅទីនេះខាងនេះលើកាត់មកងូទឹកប្រទេសបរានមានតុកទឹកទេចឹងជាដងទឹកមកខាងឬកាពីងូជូនកាត់ទឹកហូរទៅក្រោមនេះជាបន្ទប់ដំណេកកូនស្រីព្រោះកូនស្រីស្លៀកសពតវិញស៊ូចិញ្ចោទ្វេទៀតពីបន្ទប់នេះគឺជាបន្ទប់ដំណេកកូនប្រុសព្រោះកូនប្រុសស្លៀកខោស៊ូចិញ្ចោទ្វេវាខ្ពស់ទៅពីបន្ទប់ដំណេកកូនស្រីដែលមានទ្វេទៀតសំចៃទៅមើលប្រាក់ខ្មែរសម័យអាណានិគមប្រាំងនេះគឺក្តារប្រាក់100រៀលចាយបាន3ប្រទេសកម្ពុជាឡាវវៀតណាម3ប្រទេសនេះគេចំនួនហ្នឹងគេហៅប្រាក់នេះគេហៅក្តារកូនកំបំ3ទីនេះគឺសាងសង់នៅឆ្នាំ1907បើគិតពីពេលសាងសង់មកដល់ថ្ងៃនេះទីនេះមានអាយុកាល118ឆ្នាំមកទីនេះបើតាមថៃហៅខសងតែបើខ្មែរយើងគេហៅថាផ្ទះកឹងបាទជំរាបសួរសូមស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះខ្ញុំនាំអារម្មណ៍អ្នកនរគ្នាមកមើលផ្ទះបុរាណមួយដែលមានទីតាំងនៅខេត្តបាត់ដំបងនៅផ្ទះបុរាណនៅភូមិនេះគឺខ្ញុំឃើញមានផ្ទះបុរាណ2ដែលគាត់បើកឲ្យភ្ញៀវទេសចរក៏ចូលមកទស្សនាមើលពីផ្ទះបុរាណតើឥឡូវខ្ញុំជួបអ្នកនរគ្នាទៅជួបលោកអ៊ំម្ចាស់ផ្ទះបន្តិចហើយបង្ហាញពីផ្ទះហ្នឹងអញ្ចឹងណាជំរាបសួរអ៊ំអាចជម្រាបបានខ្លះតើតើផ្ទះហ្នឹងផងថាផ្ទះនេះមានអាយុកាលយូរប៉ុណ្ណាហើយផ្ទះនេះគឺជាម៉ូដផ្ទះអីអញ្ចឹងណាអ៊ំហើយតកូនតចៅប្រហែលចំនួនហើយអញ្ចឹងណាទីនេះគឺសាងសង់នៅឆ្នាំ1907បើគិតពីពេលសាងសង់មកដល់ថ្ងៃនេះទីនេះមានអាយុកាល118ឆ្នាំមកទីនេះបើតាមថៃហៅខសងតែបើខ្មែរយើងគេហៅថាផ្ទះកឹងផ្ទះនេះតកូនប្រហែលចំនួនហើយដែរតាំងពីចំនួនលោកតាម្ចាស់ផ្ទះបន្តមកពុកម្ដាយខ្ញុំបន្តមកខ្ញុំតែជាចំនួនទី3ទីតាំងទីនេះស្ថិតនៅក្នុងភូមិវត្តកោសង្កាត់វត្តកោក្រុងបាត់ដំបងខេត្តបាត់ដំបង2006គឺរដ្ឋបានរៀបចំឲ្យមានផ្ទះបុរាណផ្ទះអីចឹងទៅខ្ញុំក៏ចេះទៅទទួលបណ្ដារហូតពីមុនគឺភ្ញៀវបរទេសមកមុនគេញើខ្មែរពួកការដំបូងឡើយគឺយើងលក់បុកហុងធ្វើរោងនៅជុំវិញនេះបាទឥឡូវរើអស់ហើយដល់ក្រោយមកចាស់មិនអាចត្រាំទ្រនឹងការបុកហុងហើយមានចៅមានអីទៀតមានណាមើលចៅក៏ឈប់លក់ពេលនោះភ្ញៀវក៏នាំគ្នាមើលផ្ទះដោយឡែកបរទេសគឺមកមើលតែផ្ទះទេអត់ចូលបុកហុងអីទេក៏បានជួយឡើងតាមចដានេះចដានេះខាងពីបុរាណបានមែនអ៊ំមកនេះទៅក្រោយ79ព្រោះដើមមុននោះវាពុកហើយបាទ100ឆ្នាំជាងហើយបាទ100ឆ្នាំជាងនេះគឺជាកន្លែងសម្រាប់ភ្ញៀវដែលគេមកសូមឲ្យគេអង្គុយនៅកន្លែងពួកអ្នកហើយសាខានមកកណ្ដាលងឿហើយបើច្រើនដល់20អ្នកអីឈរខ្លះខ្ញុំសូមស្វាគមន៍មួយដែលបានមកជួបជាមួយខ្ញុំដើម្បីចង់ដឹងពីប្រវត្តិនៃផ្ទះបុរាណយើងខ្ញុំនេះជារូបថតលោកតាម្ចាស់ផ្ទះដែលជាអ្នកសាងសង់ផ្ទះលោកតាគាត់ជាអតីតស្មៀនច្បាយខេត្តនៅឆ្នាំ1906និងមុននឹងទៅទៀតនៅឆ្នាំ1907បាត់ដំបងស្ថិតនៅក្រោមអាណានិគមប្រាំងពេលនេះច្បាយខេត្តមានសក្តិនៅក្រោមការគ្រប់គ្រងប្រាំងក៏ទ្រង់នៅប្រទេសថៃចំណែកជាតាខ្ញុំមិនបានទៅថៃទេរស់នៅបាត់ដំបងហើយសាងសង់ផ្ទះនេះនៅឆ្នាំ1907គិតពីពេលសាងសង់មកដល់សប្តាហ៍នេះផ្ទះនេះមានអាយុកាល118ឆ្នាំផ្ទះនេះស្ថិតនៅចម្ងាយសម្បត្តិពីផ្លូវហើយដើម្បីបានចូលជ្រៅព្រោះកន្លែងនេះមានម្លប់ទៅជើងទៅជ័យនៅដើមមុតផ្ដល់នូវផាសុខភាពដល់ម្ចាស់ផ្ទះជាមួយគ្នានោះលោកតាក៏លាឈប់តំណែងពីមន្ត្រីរាជការទៅជាប្រជាជនសាមញ្ញម្នាក់ដូចគេឯងនេះជាមេត្រុផ្ទះដែលយើងមកមើលផ្ទះនេះមានឈ្មោះថាផ្ទះខសងជាពាក្យថៃបើប្រើជាខ្មែរមានន័យតែពីរថ្នាក់អ្វីទៅពីរថ្នាក់គឺដបូលនេះមួយពីរដបូលពីរថ្នាក់នេះកន្លែងផ្លេតដូចដបូលព្រះវិហារនៅតាមវត្តអារាមប៉ុន្តែខាងចុងពុំមានក្បាលនេះព្រោះជាផ្ទះប្រជាជនផ្ទះនេះមានសសរ4ជួរ1 2 3 4ក្រោមផ្ទះពីមុនមកក៏ដាក់តែគោបដាក់ធ្វើស្រែចម្ការកន្លែងដែលយើងកំពុងសន្ទនានេះជាបន្ទប់ទទួលភ្ញៀវយើងឃើញមាន